สุดท้ายองค์ปู่นอกเนี่ยบาทางนี้ผมได้ก็ยอมมอกรีวิวชั่วโมงหนึ่งตู้ซัม Google Pixel 6ใบวิจัยในขนมชนามปีปอนไปปีให้แล้วมาดอปีปอนไปพรามนี้ตาวิเนอร์ดำน้ำการละอได้เตะบ่าเชิงมองปนโจตามด้านนอกเนี่ยสำหรับสเปคบวิคือแรมใบจีให้นั่งชิปบวิคือชิปTensor ได้จีชิปบ่ Google để trên màu để bồn kế bạn hay chim ní cứ khăn hay tình cá cứ đa lươn lõ hay sản phẩm này camera với khăn một ní vì đường sơ tây bằng bồn vì tầm 7 megapixel vì ai thọ video bàn công rất một phần 80 hay là bươn vía 30 frame bạn chẳng viện sơ tịnh là camera một đạp camera cõi cứ khăn một vốn camera cõi cứ vì miền pi crop hay lên call bỏ vía cứ 20 megapixel hay lên mỗi tiết cứ 12 megapixel hay vì ai thọ video là hỗ trợ 4K là bươn 60 frame hay video tam để nhóm thọ bỏ vía cứ sáng chừng iPhone thì một vốn cứ smooth ល្អមែនទេហើយបងប្អូនដែលតាមដានវីដេអូខ្ញុំចាស់គឺខ្ញុំថតជាមួយនឹង Google Pixel នេះហើយសម្រាប់ខ្ញុំតេស្តជាក់ស្ដែងគឺខ្ញុំតេស្តមួយអាទិត្យជាងហើយគឺថាវេទនាការ smooth លឿនហើយខ្ញុំដែរថាមានបញ្ហាតាក់អីទេគឺទៅបឿនវាលឿនមែនតើ chip នេះសម្រាប់អេក្រង់វាគឺFull HD បងប្អូនហើយវាបង្ហាញបានច្បាស់ល្អដិតល្អហើយជាអេក្រង់ប្រភេទ OLED ហើយតាក់ទងទៅលើល្បឿនអេក្រង់គឺ 90Hz បាទគឺវាលឿនជាង iPhone ដែល11 Pro Max ដែលខ្ញុំកំពុងតែថតនេះគឺអេក្រង់វាលឿនជាងហើយចំពោះផ្នែក software អីផ្សេងគឺដំណើរការលឿនមែនទេបងប្អូនចឹងបងប្អូនដែលធ្លាប់ប្រើ Google គឺគាត់ដឹងហើយចំពោះទូរស័ព្ទនេះគឺវាតម្លៃវាគឺសមរម្យទេមកទឹកឥឡូវវាសល់ខ្ទង់100ជាងអីទេប៉ុន្តែបើសិនជាបងប្អូនទៅទិញប្រភេទទូរស័ព្ទចិនអីផ្សេងបងប្អូនគួរតែកុំទិញឡើយជាងបងប្អូនទិញជាប្រភេទ Google វាជា brand របស់អាមេរិកហើយមានកាមេរ៉ាស្អាតទៀតហើយបួកាមេរ៉ាគឺខ្ញុំថតជាស្ដែងគឺវាច្បាស់មែនទេបងប្អូនសម្រាប់ 1x 0.7 អីគឺញាក់សាច់នេះខ្ញុំថត night mode គឺស្អាតមែនទេបងប្អូនកាមេរ៉ារបស់វាហើយមុខងារកាមេរ៉ាវាគឺមានច្រើនមាន night mode អីថតហើយវាមានមុខងារដូចជា generate រូបភាពយើងចង់លុបវត្ថុអីដែលយើងអត់ចង់ត្រូវការអីយើងអាចលុបបានហើយចំពោះរូបថតដែលខ្ញុំថតចេញពីកាមេរ៉ារបស់ Pixel នេះគឺខ្ញុំបង្ហាញនៅលើអេក្រង់បងប្អូនហើយចំពោះថ្មរបស់វាគឺកាន់បងប្អូនកាន់ជាង iPhone ទៀតខ្ញុំលេងមួយថ្ងៃពេញបងប្អូនអញ្ចឹងខ្ញុំសាកលេងពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 6 អីបានអស់ថ្មសល់ថ្ម 20% ថ្មវាកាន់ល្អហើយទំហំថ្មវាគឺ 4000 ដូចជា 4100 មីលីអាំពែបងប្អូនគឺវាកាន់គួរសមហើយចំពោះដែលខ្ញុំប្រើនេះគឺ RAM 8GB ហើយ memory របស់វាគឺ 128GB បាទអញ្ចឹងបងប្អូនចង់បានបងប្អូនអាចមើលលេងទៅមានលុយត្រឹម100ជាងអីបងប្អូនគួរតែទិញ Google Pixel ប្រើទៅកុំប្រើលក្ខណៈ Oppo អីអេក្រង់វាគឺច្បាស់ហើយដើរទៅបឿន refresh rate វាគឺលឿនល្អមែនទេចុចពីកម្មវិធីមួយទៅកម្មវិធីមួយគឺលឿនល្អដូចកញ្ចក់ចឹងហើយដោយសារនេះខ្ញុំដាក់ស្រោមខ្ញុំខ្ជិលដោះវាហើយពណ៌ខ្មៅកែមរបស់វានេះខ្មៅហើយខាងក្រោយនេះសវាលក្ខណៈកញ្ចក់ហ្មងខាងក្រោយនេះហើយឥឡូវនេះវារាងពណ៌បៃតងតិចវាស្អាតមែនតើអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ
នេះតាមបទពិសោធន៍ខ្ញុំប្រើប្រាស់ខ្លួនឯងផ្ទាល់គឺគិតថាវាល្អមែនតើ